គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាអតិថិជនរបស់ CIO តូបងប្អូនទាំងគ្នាស្តុកទាំងពីរគ្រឿងដែលខាងប្អូនទើបតែរៀបចំហើយនេះពណ៌សទាំងពីរគ្រឿងត្រូវម៉ាច់នឹងចំណង់ចំណូលចិត្តបងប្អូនទាំងគ្នាដែលស្វែងរកច្រើនមែនតែនហើយតម្លៃវិញក្រោម 10000 បងនៅខាងឆ្វេងដៃពុកម៉ែបងប្អូនទាំងគ្នានេះបាទគឺជា Toyota Corolla ឆ្នាំ2003បងសំណុំស៊ីនឯកសារបាទសំណុំស៊ីនម្ចាស់ដើមទាំងអស់តែម្ដងហើយចំពោះខាងស្ដាំដៃនេះគឺជា Toyota Prius ឆ្នាំ2004ពាក់កណ្ដាល Full បងបាទសំណុំឯកសារគឺម្ចាស់ដើមទាំងពីរគ្រឿងនឹងតែម្ដងបងទាំងគ្នាកលេចមកមើលរថយន្តទាំងពីរគ្រឿងដែលនៅខាងមុខបងប្អូននេះភិនភាគឡានកាត់មកពីម្ចាស់ដើមទី1ប្រើប្រាស់នៅក្នុងស្រុកខ្មែរយើងតែម្ដងតម្លាក់តាមទូកុងតឺន័រមកបងសុទ្ធតែជាប្រភេទរថយន្តម្ចាស់ដើមទី1ទាំងអស់បងអាចកលេចមកមើលទឹកថ្នាំរថយន្តបាទទាំងពីរគ្រឿងនេះបានហាប់ណែនតែម្ដងទឹកថ្នាំនៅស៊ីនច្រើនមែនតើបងម្ចាស់ដើមទី1ប្រើប្រាស់ថែខ្លាំងមែនតើអត់មានទឹកថ្នាំស៊ីនមកជុំទេបងសម្រាប់រថយន្តមកទឹកក៏ប៉ុន្តែសម្រាប់ពីរគ្រឿងនេះអេតាភិនភាគឡានទឹកថ្នាំ Original គឺនៅច្រើនមែនតើបងអាចមកពិនិត្យជាក់ស្ដែងបានធានាជូនបងរថយន្តអត់មានកលាប់កាត់តស្ងោបដូរពណ៌អីទេបើសិនជាខុសពីភិនភាគគឺរាប់លុយជូនបងគ្រប់ចំនួនវិញតែម្ដងធានានៅលើសំបុត្រស្នាមទិញលក់ត្រឹមត្រូវបងមិនមែនធានានៅតាមវីដេអូទេបងគ្រាន់តែបើកឆាកមកបងចំណេញបាត់ហើយបើយើងកលេចទៅមើលការរៀបចំវិញមកបងគុជចំនួន2គ្រាប់បានបំពាក់ឲ្យរួចជាស្រេចបាទពិលនៅក្រោមកាងបាទរថយន្តទាំងពីរនេះគឺបានបំពាក់មកជាមួយនឹងគុជចំនួន2គ្រាប់រួចជាស្រេចតែម្ដងចឹងបងបាទចំណេញមែនតែនទៅលើការបំពាក់គុជអ្វីដែលរឹតតែចំណេញសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាបាទសម្បកកង់ទាំង4គ្រាប់ទើបតែផ្លាស់ប្ដូរហើយទេបងទាំង4គ្រាប់តែម្ដងកាឡានៅក្រាស់មែនតែនសម្រាប់កូឡាបាទឆ្នាំ2003នេះវិញសបកកង់នៅព្រុយទាំងអស់តែម្ដងបងម្ចាស់ដើមអត់សូវបើកបរទៅណាទេបងឡានទុកតែចោលទេភិនភាគនៅសំណុំខ្លាំងមែនតែនបងសម្រាប់កូឡាមួយគ្រឿងនេះក៏ដូចជា Toyota Prius ឆ្នាំ2004មួយនេះបងបានយកទៅប្រើប្រាស់គឺចំណេញខ្លាំងមែនតែននិយាយពីការស៊ីសាំងវិញបងរថយន្តទាំងពីរគ្រឿងនេះស្ដាច់សន្សំសំចៃឯងបងអស់បងទាំងគ្នាកុំឲ្យខាតពេលយូរយើងកលេចមកមើលផ្នែកខាងក្នុងនៃ Corolla 03ទាំងអស់គ្នាបងសម្រាប់ផ្នែកខាងក្នុងបងអាចចាប់អារម្មណ៍មកកាន់តាបឡូបងសំណុំបាទអត់មានបាក់បែកអីទេនៅថ្មីខ្លាំងមែនតែនទាំងដៃចកោតបាទនៅតាមដៃទ្វារក៏ដូចជាតាមស្នូកកណ្ដាលបងស្រោបហ្វមការទៅដោយប្រភេទឈើបងស្អាតមែនតែនបាទនៅតាមដៃជញ្ជាំងទ្វារបាទទាំង4ផ្ទាំងតែម្ដងគឺស្រោបទៅដោយហ្វមការប្រភេទឈើស្អាតបងឈើប៉និតបើយើងកលេចទៅមើលផ្នែកខាងក្រោយវិញបងធានាជូនតែម្ដងទាំង3ខ្លែបគឺអត់មានដាច់រហែកសំបីតែមួយខ្លែបណាទេបងសាច់ស្បែកពុកផ្នែកខាងក្រោយបាទនៅថ្មីខ្លាំងមែនតែនមិនត្រឹមតែប៉ុណ្្នឹងទេបងទាំងគ្នាបាទនៅតាមសាច់ដៃជញ្ជាំងទ្វារបងគឺស្រោបទៅដោយប្រភេទហ្វមការបាទហ្វមការឈើប៉និតតែម្ដងធានាជូនបងភិនភាគផ្នែកខាងក្នុង Toyota Corolla ឆ្នាំ03នេះគឺនៅថ្មីខ្លាំងបងទាំងគ្នាបើយើងកលេចមកកាន់ Toyota Prius ឆ្នាំ2004វិញបងបំពាក់ទៅដោយកាមេរ៉ា360ដឺក្រេតែម្ដងបាទមួយជុំនៃរថយន្តអញ្ចឹងសម្រាប់បងបាទអាយ៉ែឡានចេញចូលឲ្យគឺងាយស្រួលខ្លាំងមែនតែនសម្រាប់រថយន្តមួយគ្រឿងនេះបាទគឺលេង Android អីហើយជាមួយចប់តែម្ដងបងទាំងគ្នាបើយើងកលេចទៅមើលផ្នែកខាងក្នុងវិញបាទកម្រាល VIP បាទគឺដាក់ជូនបងទាំងអស់គ្នាមួយ set បាទទាំងមុខទាំងក្រោយហើយមួយចប់តែម្ដងផ្នែកខាងក្នុងជាប្រភេទសាច់ស្បែកបងថ្មីបងខាងម្ចាស់ដើមទី1 custom មកស្អាតមែនតែនផ្នែកខាងក្នុងនេះអត់មានបាក់បែករហែកសំបីតាមមួយខ្លែបណាទេបាទបងទាំងគ្នាយកទៅប្រើប្រាស់គឺចំណេញលើចំណេញឯងបងរថយន្តលេង Android ហើយស្រេចបាទកាមេរ៉ា360ដឺក្រេបាទគុជ2គ្រាប់ទៀតបងកាមេរ៉ាផ្នែកខាងមុខក៏បានបំពាក់ឲ្យរួចជាស្រេចដូចគ្នាបាទអត់មានត្រូវតុបតែងអីទៀតទេបងយកទៅប្រើប្រាស់តែម្ដងហើយចំពោះខាងប្អូននេះធានាជូនបាទទៅលើអគុយប្រព័ន្ធភ្លើងមួយខែពេញទៀតបងទាំងផ្នែកខាងក្រោយក៏ដូចគ្នាដែរបងបំពាក់មកជាមួយនឹងកម្រាល VIP ឲ្យរួចជាស្រេចតែម្ដងសម្រាប់សាច់ស្បែកពុកទាំង3ខ្លែបផ្នែកខាងក្រោយនេះវិញបងអត់មានដាច់រហែកសំបីតាមមួយខ្លែបណាទេធានាជូនបងតែម្ដងសាច់ស្បែកពុកកម្មញ័យខាងលើអីបាទលើដំបូលក៏ដូចគ្នាដែរអត់មានប្រឡាក់ប្រឡោះអីទេបាទសាច់ស្បែកនៅតាមដៃចកោតបាទតាបឡូអត់មានបាក់បែកអីទេបងធានាជូនតែម្ដងថ្មីបងនៅក្នុងវីដេអូមិនខាងក្រៅសឹងតែស្អាតជាងក្នុងវីដេអូទៀតបងអាចមកពិនិត្យផ្ទាល់នៅទីតាំងបានបងធានាជូនបងតែម្ដងទាំងគ្នា
ផ្នែកខាងក្រៅបាទផ្នែកខាងក្នុងពិនិត្យរួចហើយបងបងអាចកលេចមកមើលផ្នែកខាងក្នុងនៃរថយន្ត Toyota Corolla នេះបានបាទធានាជូនតែម្ដងបងអាចពិនិត្យមើលបានបាទតែមលេខកូដគឺនៅមួយជុំតែម្ដងសាច់ដែកបងអ្វីដែលកាន់តែពិសេសនោះបងគឺតែមស្កុតនៅតាមថ្នាំនឹងតែម្ដងឆ្នាំ2003មកដល់ឆ្នាំ2026បងម្ចាស់ប្រើបែបណាបងថែមែនតែនបាទស្កុតនេះគឺជាស្កុត original មកពីខ្លាញ់គោតែម្ដងអត់អាចធ្វើបានទេបងសំណុំសៀនខ្លាំងមែនតែនសាច់ខ្ចៅខ្ចងនៅក្នុងប្លុកម៉ាស៊ីនបងអាចពិនិត្យមើលបានសំណុំខ្លាំងមែនតែនបងសាច់ដែកថ្មីបងអត់មានឡោកអីទេត្បិតថាឆ្នាំ2003អីមែនបងម្ចាស់ដើមទី1ប្រើប្រាស់ថែមែនតែនបើយើងកលេចទៅមើលបាទ Toyota Prius ឆ្នាំ2004វិញបងផ្នែកប្លុកម៉ាស៊ីនថ្មីដូចគ្នាតែម្ដងបងលេខកូដធានាជូនបងនៅមួយជុំតែម្ដងអត់មានបាត់សំបីតែមួយគ្រាប់ទេបងសាច់នៅតាមថ្នាំអីបងលេខកូដសាច់ដែកខ្ចៅខ្ចងបាទស័ក្តិសមមែនតើបងយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារអត់ខកបំណងទេលេខកូដនៅតាមថ្ពាល់បងអត់មានបាត់ទៅណាទេធានាជូនបងតែម្ដងជាប្រភេទរថយន្តម្ចាស់ដើមទី1ទាំងពីរគ្រឿងនឹងតែម្ដងបងអញ្ចឹងបងអេតាឡានបងដឹងស្រាប់អីឲ្យតែទិញបានពីម្ចាស់ដើមទី1បាទភិនភាគធានាជូនតែម្ដងនៅសំណុំមែនតើអញ្ចឹងបងចាប់អារម្មណ៍អាចមកពិនិត្យនៅទីតាំងបានកុំឲ្យថាអ្នកលក់ចេះតែលើកអំពីរថយន្តយើងមកពិនិត្យផ្ទាល់ទៅចង់ដឹងថារថយន្តនៅសំណុំនៅថ្មីមែនអត់បងតាគ្នាចំណុចដែលកាន់តែស្ញើចបងគឺនៅត្រង់ផ្នែកគូតខាងក្រោយនឹងតែម្ដងសម្រាប់គូតខាងក្រោយនៃ Toyota Corolla ឆ្នាំ2003បងអាចមកពិនិត្យបានខៀវស្រងាត់តែម្ដងបងអត់ងាយជួបទេបងភិនភាគបាទរថយន្តទាំងពីរគ្រឿងនេះមិនថា Toyota Corolla ឬមកក៏ Toyota Prius ទេតែជាក់ស្ដែងទៅ Toyota Corolla ផ្នែកគូតខាងក្រោយនេះបងបាទកាយ៉ៅបាទថ្នេរបងនៅសំណុំមែនតែនអត់មានបាទបាក់បែកក៏ដូចជាកពិតអីទៅណាទេបងនៅសំណុំខ្លាំងយកតែមែនតែនបាទมันគួរឲ្យជឿទេ Corolla នេះគឺនៅថ្មីខ្លាំងបងហើយចំណែកផ្នែកគូតខាងក្រោយ Toyota Prius ឆ្នាំ2004វិញបងគឺដូចគ្នាបាទកាវបងកាវជ័រមកពីខ្លាញ់គោមកពីរោងចក្រតែម្ដងអត់មានប្រវត្តិបុកប៉ះអីទេបងថ្មីខ្លាំងមែនតែនកាវបាទកាយ៉ៅខ្ចៅខ្ចងគឺនៅសំណុំបាទធានាជូនបងតែម្ដងហើយសម្រាប់ខាងប្អូននេះវីដេអូទៅពីខាង CH Auto ថតអត់មានលាក់លៀមត្រង់ណាទេបងបង្ហាញជូនអស់តែម្ដងអត់មានលាក់លៀមទេអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍មកកាន់រថយន្តទាំងពីរគ្រឿងនេះបងមិនថា Toyota Prius ឆ្នាំ2004ពាក់កណ្ដាល Full ឬមួយក៏ Toyota Corolla ឆ្នាំ2003ដែលនៅខាងមុខបងប្អូននេះទាំងពីរគ្រឿងតែម្ដងបងអាចធ្វើការទំនាក់ទំនងមកកាន់បាទលេខទូរស័ព្ទទាំង3ខ្សែដែលខាងប្អូនបានដាក់នៅលើ caption ហ្នឹងបងមួយវិញទៀតសម្រាប់លក្ខខណ្ឌនៃការទិញលក់សម្រាប់ខាង CH Auto គឺមានច្រើនមែនតើបងចង់ទិញជាលុយសុទ្ធក៏បានបងចង់បងរំលោះខាងប្អូនក៏មានដៃគូសហការសម្រាប់ប្រឹក្សាជូនបងដល់គ្នាដែរឬមួយក៏បងចង់វាយដូរស៊េរីបាទខាងប្អូនក៏ទទួលវាយដូរស៊េរីដែរបងអាចបើកមកទីតាំងការ៉ាស CH Auto ដែលបានដាក់បាទអាសយដ្ឋាននៅខាងក្រោម caption នឹងដូចគ្នាបងសម្រាប់ link Google Map ក៏នៅខាងក្រោម caption នឹងដូចគ្នាដែរបងអរគុណមែនតើបងសម្រាប់ការតាមដានវីដេអូខាង CH Auto រហូតដល់ចប់បងជួបគ្នានៅក្នុង stock វីដេអូក្រោយៗទៀតបង